ចៅមួយក្រុមបានចូលមកលួចអីវ៉ាន់នៅក្នុងផ្សារទំនើបមួយដែលមានឈ្មោះល្បីនៅសហរដ្ឋអាមេរិកគឺផ្សារ Macy នៅ Sun Valley Mall ទីក្រុង Concord រដ្ឋ California ករណីនេះបានកើតឡើងក្នុងថ្ងៃសុក្រទី13ខែកុម្ភៈឆ្នាំ2026គឺមួយថ្ងៃមុនបុណ្យសង្សារសកម្មភាពនៃការលួចគឺរត់ប្រសេកប្រសាចទាញយកពីនេះពីនោះមិនថាជារបស់អ្វីនោះទេរីឯអ្នកលក់វិញក៏មិនហ៊ានធ្វើអ្វីដែរក្រៅតែពីឈរមើលក្រុមចៅប្រហែលចំនួន8នាក់បានលួចយកនៅអីវ៉ាន់ដែលមានតម្លៃសម្រាប់ទាំងអស់ប្រហែល$5,000ករណីចៅលួចចៅប្លន់មិនថាផ្សារតូចផ្សារធំឬផ្សារទំនើបនោះទេមិនថាហាងមាសមិនថាហាងលក់ខោអាវឬផ្សារលក់ម្ហូបនោះដែរហើយមិនថាពេលយប់ឬពេលថ្ងៃនោះទេសកម្មភាពចៅប្លន់បែបនេះគឺសម្បូរមានណាស់លួចបានហើយរត់ចេញឬដើរចេញយ៉ាងស្រួលកម្រចាប់ពួកគេបានណាស់នាងខ្ញុំ Linda V ពីសហរដ្ឋអាមេរិក